ô kê,ពាក់វ៉ែនតាសិនថ្ងៃហ្នឹងគឺយើងឡើងបណ្ឌិតមកសង្ខេបរឿងវិញគឺថ្ងៃហ្នឹងគឺអត់មានរឿងណាឆ្ងាយគឺរឿងដែលល្បីជាងគេក្នុងសំណេរតែងសេចក្ដីបើនិយាយរឿងកាឡាបៃលិនអត់សូវមានអ្នកស្គាល់តែបើនិយាយរឿងចៅចិត្រអាហ្នឹងអូខេក្នុងរឿងកាឡាបៃលិនហ្នឹងគឺមានតួតាចៅឪរបស់ចិត្រហ្នឹងចិត្រផ្ទាល់ហ្នឹងតួឯកយើងហ្នឹងហើយនឹងតួឯកស្រីគឺខុននារីហើយឪរបស់ខុននារីគឺលួងរតនសម្បត្តិហើយយើងមានតួចរិតអាក្រក់ដែលចាប់ក្បាលដំបងមកយើងដឹងហើយថាតាចើមឪរបស់ចិត្រហ្នឹងឈឺតាចើមបើសិនជាស្ដាយរឿងក្រៅវិញលុយបានទៅជាងគេចេញមកទៅលេងប្អិនបាត់មុននឹងគាត់ស្លាប់ទៅក៏គាត់បានប្រាប់ថាអត្តហេអត្តនោនាថោគ្រូពេទ្យស្អាតណែនាំគឺធ្វើកាជះគេនៅខេត្តបៃលិនទៅដល់ខេត្តបៃលិនហ្នឹងគឺចៅចិត្របានទៅជួបផ្ទះមួយធំតែដឹងប៉ុណ្ណាញ៉ាំដែរឃើញគឺផ្ទះរបស់លោកលួងហើយក៏គាត់បានចូលទៅសុំអញ្ចឹងទៅហើយក៏ជួបខុននារីអញ្ចឹងទៅតែខុននារីពេលនោះមើលងាយទៅជួយមកអានេះស្គមមាជក់ណាំមែនស្គមជាងធ្វើការកើតទេដឹងស្រាប់ហើយចិត្តគឺជាមនុស្សដែលតស៊ូស្មោះស្ម័គ្រនឹងការងារខ្លាំងយប់មួយចៅចិត្តប្រហើសនាងយកដែរបានហើយកុំនិយាយប្លង់ណាពុទ្ធោខុននារីបញ្ញាប់តាណាភ្លាមហ្នឹងទៅដេកអូខេយើងឃើញហើយឈុនហ្នឹងគឺចិត្តញោះខុននារីតខឹងដែរណាថ្ងៃមួយលោកលួងក៏មានភារកិច្ចទៅស្រុកសង្កែនឹងទៅធ្វើស្អីគាត់ទេទៅមួយលោកបឡាត់អូខេក៏បើកឡានជូនទៅសំខាន់ចៅចិត្តប្រចាំទៀតហើយជិះឡានកាច់កិនទៅខូចក្នុងព្រៃតែពេលមកវិញគឺដឹងតែមានចោលហើយម៉ែអើយដឹងតែមានចោលសំខាន់ញ៉ែគ្នាជាមួយខុននារីទៀតមើលក្បាច់ញ៉ែគេខ្ញុំបានចាប់ចិត្តលឿននារីម្នាក់តែมันអាចសារភាពឬនិយាយបានទេហើយពេលហ្នឹងកញ្ចៅបាញ់មកហើយក៏បាញ់ការពារទៅបាញ់ការពារហើយក៏គេសារភាពស្នេហ៍ទៅខ្ញុំស្រឡាញ់ខុនរបៀបញ៉ែស្រីហើយក្រុមចៅនឹងក៏ហត់បាសជើងសព្រាតតែចៅចិត្តដាច់ភ្លើងបាច់ឆឹងអត់ដឹងអីគេបើផ្នែកឡើងនៅក្នុងខែពេទ្យហើយឃើញខុននារីអញ្ចឹងទៅថ្ងៃមួយលោកបឡាត់ក៏បាននាំទៅកែផាន់មកមើលត្បូងតែដឹងមិនទៅទុកបឡាត់អីទៅនៅក្នុងបន្ទប់ជាមួយខុននារីចុយឌីទុកសាច់នៅចិត្តខ្លាអញ្ចឹងហើយបឡាត់នឹងក៏បាយឡាវខុននារីអញ្ចឹងទៅតែមានតមកបាយឡាវរយស៊ីក្រាបដៃរបស់ចៅចិត្តហើយក៏កាត់ទៅដល់យមមួយនឹងក៏មានចៅប្លន់ហើយក្រុមចៅប្លន់ហ្នឹងគឺទូចរខកតកែផាន់មកចូលប្លន់សំខាន់ប្លន់អត់បានហើយគេវាយស្លាប់ចៅទាំងពីរទាំងតកែផាន់ទាំងលោកបឡាត់ស្រុកអីហ្នឹងតែស្លាប់គឺចៅចិត្តម៉ាត់តែម្ដាយឈឺចយមកដូចអាដោះ500ស្តេកចឹងបន្ទាប់ពីកំចាត់ចៅអីហ្នឹងហើយចៅចិត្តចយមកឡើងមកកោទៀតក៏បានការជាមួយខុននារីហើយក៏មានក្តីសុខចឹងសរុបមកការអប់រំនៅក្នុងរឿងហ្នឹងគឺធ្វើឲ្យយើងមានភាពស្មោះត្រង់អំណត់អត់ធន់ជាមួយនឹងការងារហើយក៏មួយទៀតក៏អត់ភ្លេចអត្តហេអត្តនោគ្នាថោនេះត្រូវតែខ្លួនទីពឹងខ្លួនជានិច្ចរសាមនៅវីដេអូហ្នឹងគឺត្រូវតែស្មោះត្រង់ខិតខំប្រឹងប្រែងជាមួយនឹងការងារដែលយើងមានរាល់ថ្ងៃ